ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនស្នាដៃខ្ញុំកាលលោកមុនខ្ញុំស៊ូដល់ពេលអញ្ចឹងខ្ញុំនិយាយទៅខ្ញុំដើរទិញដែរទិញតាំងពីពេលចូលរដូវក្តៅទីខ្ញុំដើរទិញប៉ុន្តែដើមឈើមួយខ្ពស់ពេកទៅ3-4 ម៉ែត្រណោះឈើរីហ្នឹងដល់ពេលផ្ទះខ្ញុំទូចនឹងបងប្អូនមើលទីធ្លាពេលអញ្ចឹងខ្ញុំអត់ទិញទេហើយចាំទិញអាគេផ្សារហ្មងណាមើលតើអត់សូវល្អហើយទៅតម្លៃវាថ្លៃទៀតដល់ពេលខ្ញុំប្រាប់លោកសាណាបាច់ទិញឯងចាំខ្ញុំផ្សាំខ្លួនឯងអញ្ចឹងណាហើយណាមួយចង់ផ្សាំឲ្យពួកគាត់មើលផងអញ្ចឹងណាថានៅស្រុកខ្ញុំគេផ្សាំដើមឈើចេះប៉ុន្តែគាត់ថាខ្ញុំផ្សាំនេះខ្ញុំពីលោភលន់យើងនិយាយភាសាគាត់ស្ដាប់ទៅលោភលន់ខ្ញុំចង់បានដើមវាអើយមកធំហ្មងខ្ញុំព្យាយកមកទូចមកឆ្អាមឬក៏ខ្លីអីចឹងណាខ្ញុំតែខ្ញុំចូលមកក្នុងប៉ុណ្ណានៃដល់ពេលអញ្ចឹងវាត្រូវប្រើពេលជូរបើវាចេញរឹសនេះអានេះខ្ញុំគិតណាចូល3 ទៅ 4 ខែបើវាចេញរឹសតាមមើលទៅហើយខ្ញុំភ័យខ្លាចដល់រដូវត្រជាក់គឺចាប់បដ ாய் អាចbịងាប់អាចbịអីចឹងណាមើលក៏ពិតខ្ញុំធ្លាប់សួរបងប្អូនដែរតែគូផ្សាំដើមទូចអត់ប៉ុន្តែផ្សាំដើមទូចខ្លាចវាដុះនិយាយទៅវាដូចខ្ញុំនិយាយចឹងខ្ញុំវាលោភលន់ខ្ញុំចង់បានដើមធំអញ្ចឹងផ្សាំដើមធំគឺយើងប្រើពេលរយៈពេលយូរដែរដល់វាចេញឬប៉ុន្តែវាចេញអត់ទៀតចាំមើលទាំងអស់គ្នាបងប្អូនជាមួយខ្ញុំថតជូនម្ដងទៀតនិយាយទៅខ្ញុំធ្វើដូចរបៀបខ្មែរយើងទាំងអស់ឆ្កឹះរបបវាចាញ់បន្ទាប់មកខ្ញុំពូនដីដាក់វាចូលដាក់ទឹកដាក់អីចឹងណាដាក់ឲ្យវាសើមតិចព្រោះកាលនៅខ្មែរក៏ខ្ញុំធ្លាប់ផ្សំណាខ្ញុំផ្សំដើមជពូដែរចឹងណាដែលខ្ញុំធ្លាប់ចែកជូនបងប្អូនកាលនៅខ្មែរឥឡូវយើងចាំមើលទាំងអស់គ្នាតើវាជោគជ័យអត់